chân nái mong xa đời trơ đây là buông cho bóng đánh tranh bì rẽ trông chỉ vẫn có rẽ tung sao ở đây sang khám bằng trò khơi tay bị bắt khát buông nôn lồng rồi bóng lỡ cây khăn khá bay cay thì nó mặc nhung khó thật bác miền bè trắng tê phía bó miền đó nhung bật tại trong sắp đá tương chân ai bài một mình Giêsu ơi về ní nhung mọc tới cả được nhung bật chia miền ba đời xa bọc bóng bể chính sông thương pro chân pro trời ai lúc nhung prom cho chân đầu tiên sẽ đây rõ lành mong chia đò ra nhung vẫn mong rộp đời chân mơ gió sụp đá ông nó cùng lắng những dân tôn tin nhung vẫn mong rộp bể chim nhóc chia plơ băng sum cho lần tu on cra nơi tìm cho cha Giêsu ơi bên đi khi mong nơi cra được nhung và chia miền ba đời xa bọc bóng bể chân sông trắng pro chân pro trời ai lúc nhung prom cho chân đầu tiên sẽ đây rõ lành mong chia đò ra Giêsu ơi bên đi khi mọc tới cả được nhung và chia miền ba đời xa bọc bóng bể tranh sông thương pro chân pro trời ai lúc nhung prom cho chân đầu tiên sẽ đây rõ lành mong chia đò ra tiên sẽ đây rõ lành mong chia đò ra សូមស្វាគមន៍លោកអ្នកចូលមកក្នុងការផ្សាយរបស់វិទ្យុគ្រួសារ FM 99.5 សូមចូលរួមតាមដានស្ដាប់ក្នុងកម្មវិធីសុវត្ថិភាពកូនយើងផ្សាយជូនរៀងរាល់ថ្ងៃសុក្រចាប់ពីម៉ោង 11 រហូតដល់ម៉ោង 12 ថ្ងៃត្រង់ មកចិត្តយើងរីករាយពេលក្រោយព្រះអង្គចាស់ដៃដល់ក្ដីមេត្តាជួយនាំជីវិត ដល់ម៉ោងហើយបងប្អូនទាំងអស់គ្នាដល់ម៉ោងហើយ យេមិញផាឈប់ហេមិញឯងដល់ប្រកាសនឹងដល់មកហើយហ្នឹងហើយមិនទៅហេបហប់ម្ល៉េះ គឺដល់ម៉ោងស្ដាប់កម្មវិធីសុវត្ថិភាពកូនយើងរបស់វិទ្យុគ្រួសារនោះអី អូមែនហើយហីដល់ម៉ោងមែនតានេះមកអង្គុយសិនមកចាំខ្ញុំបើកស្ដាប់ទាំងអស់គ្នាអញចាប់បាត់មិញផា ហើយយ៉ាងម៉េចហ្នឹងបានចប់ហើយទៅដល់ម៉ោងតា វិទ្យុអត់ថ្មហ្នឹងមិញផាធ្វើមិនបានស្ដាប់ទៅមិញផាប្រធានបទថ្ងៃហ្នឹងល្អផង កុំទៅភ័យអីបើវិទ្យុអស់ថ្មហ្នឹងយើងបើកស្ដាប់តាមកម្មវិធី Facebook Page របស់វិទ្យុគ្រួសារក៏បានដែរ យ៉ាមិញផាចាស់មែនតែចំណាប់តានេះ និយាយមិនចំណាប់ម៉េចបើខ្ញុំហ្នឹងតាមដានស្ដាប់រាល់ថ្ងៃហ្នឹង តោះមិញបើកមកលឿនណាតិចកម្មវិធីហួសបាត់ទៅ អញ្ចឹងតើ ម
សុវត្ថិភាពកូនយើងសូមស្វាគមន៍ មួយតែតែញ៉ាំប្រចាំជាតិអាពីតែរក្សានៅអនាម័យពីតែរក្សា នៅក្នុងចិត្តយើងរីករាយពេលក្រៃព្រះអង្គចាស់ដៃដល់ក្តីមេត្តាជួយនាំជីវិតពួកយើងរាល់គ្នារួចទំប្រងគ្រាដោយសារព្រះគុណទ្រង់សង្គ្រោះយើងព្រោះទ្រង់ស្រឡាញ់ទ្រង់បានលួចយើងរួចពីទោសទណ្ឌមានព្រះហាលីទុនព្រះគុណវង្សមានទ្រង់ដែរអាហាហាឡេលូយ៉ាអាហាហាឡេលូយ៉ាដូច្នេះបងប្អូនមិនទាំងឡាយអើយគុំកន់ដើរចូលគុំ បាទព័ត៌មានខ្ញុំបាទចន្ទថាសូមគោរពនឹងជំរាបសួរទៅកាន់ប្រិមិត្តដែលកំពុងតែតាមដានស្ដាប់ការផ្សាយរបស់វិទ្យុគ្រួសារ FM 99.5 នៅភ្នំពេញក៏ដូចជាប្រិមិត្តដែលកំពុងតែតាមដានស្ដាប់ការផ្សាយបន្ត FM 99.8 ពីខាងខេត្តកំពង់ធំហើយក៏នឹងជំរាបសួរស្វាគមន៍ទៅដល់ប្រិមិត្តដែលកំពុងតែតាមដានទេសនាជាមួយនឹងកម្មវិធីរបស់យើងនៅថ្ងៃនេះដែលយើងកំពុងតែផ្សាយផ្ទាល់តាមរយៈគេហទំព័រ Facebook របស់វិទ្យុគ្រួសារ FM 99.5 នៅថ្ងៃនេះផងដែរស្វាគមន៍ប្រិមិត្តសាជាថ្មីបន្តទៀតមកកាន់កម្មវិធីសវត្ថិភាពកូនយើងដែលកម្មវិធីរបស់យើងគឺតែងតែផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រគឺចាប់ផ្ដើមពីម៉ោង 11 រហូតដល់ម៉ោង 12 ថ្ងៃត្រង់រយៈពេលពេញ1ម៉ោងនេះប្រិមិត្តអាចតាមដានស្ដាប់ជាមួយនឹងកម្មវិធីរបស់យើងជាពិសេសនឹងទទួលបាននូវការលើកទឹកចិត្តតាមរយៈភ្ញៀវដែលចូលរួមជាមួយនឹងកម្មវិធីនោះមួយកម្រិតថែមទៀតក្នុងការយកទៅអនុវត្តការរំលឹកដាស់តឿនក្នុងការបីបាច់ថែរក្សាកូនការយកចិត្តទុកដាក់ក្នុងការជួយទៅដល់កុមារឲ្យគាត់បានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃជាពិសេសយើងចង់ឃើញក្មេងរីកចម្រើនទាំងផ្លូវកាយទាំងផ្លូវអារម្មណ៍បាទផ្លូវចិត្តនិងបាទតាក់ទងជាមួយនឹងខាងផ្នែកព្រលឹងវិញ្ញាណផងដែរហើយថ្ងៃនេះផ្ទាល់ក៏យើងបានរៀបចំបាទជាមួយនឹងប្រធានបទល្អដើម្បីចែករំលែកទៅកាន់ប្រិមត្តរបស់យើងហើយបើសិនជាប្រិមត្តដែលកំពុងតែស្ដាប់មានជាអ្វីបន្ថែមមតិយោបល់ឬក៏ជាសំណួរផ្សេងៗនោះក៏អាចត្រៀមដើម្បីចូលរួមជាមួយនឹងកម្មវិធីរបស់យើងបានដែរគឺតាមរយៈប្រព័ន្ធទូរស័ព្ទមានចំនួន3ប្រព័ន្ធគឺមាន012ឬក៏087 999 018និង097 5 999 018ចំណែកឯប្រិមិត្តដែលកំពុងតែតាមដានជាមួយនឹងកម្មវិធីរបស់យើងតាមរយៈគេហទំព័រ Facebook នោះក៏អាចចូលរួមបានដែរគឺគ្រាន់តែចូលរួមតាមរយៈការ comment នៅថ្ងៃនេះហើយសូមជួយបន្តចែករំលែកជួយ share ជាមួយនឹងកម្មវិធីរបស់យើងបន្តទៀតអរគុណច្រើននៅថ្ងៃនេះក៏យើងបានរៀបចំជាមួយនឹងប្រធានបទមួយដែលតាក់ទងជាមួយនឹងការបង្រៀនកូនឲ្យមានការចងចាំបានល្អដែលមានការអញ្ជើញចូលរួមតាមរយៈអនឡាញពីលោកគ្រូសំអឿនវិសាលដែលជាប្រធានសមាគមវឹកវើជំរោតកម្ពុជាដែលកំពុងតែមានវត្តមានចូលរួមជាមួយនឹងកម្មវិធីរបស់យើងហើយឥឡូវនេះយើងក៏បានភ្ជាប់ទំនាក់ទំនងបាទទៅកាន់លោកគ្រូផ្ទាល់តែម្ដងសូមស្វាគមន៍បាទទៅកាន់វត្តមានរបស់លោកគ្រូបាទសូមជម្រាបសួរបាទលោកគ្រូពីចម្ងាយផងបាទសូមជម្រាបសួរដល់ប្រិយមិត្តនិងចាំថាដែលបានអញ្ជើញខ្ញុំនៅថ្ងៃនេះដើម្បីចូលរួមក្នុងកម្មវិធីផងដែរបាទអរគុណច្រើនលោកគ្រូហើយយ៉ាងណាដែរសុខទុក្ខសុខភាពនៅថ្ងៃនេះបាទអត់អីទេសុខភាពល្អប៉ុន្តែគ្រាន់តែថាឥឡូវចូលដល់រដូវវស្សាធម្មតាទេនៅស្រុកយើងតែតែមានផ្ដាសាយបន្តិចបន្តួចបាទតែយ៉ាងណាអរគុណព្រះអង្គយើងនៅតែពុកពេញនៅពពកហើយយើងនៅតែដើរទៅមុខជានិច្ចបាទអរគុណណាស់លោកគ្រូហើយឥឡូវនេះនៅទីណាដែរលោកគ្រូអាចបញ្ជាក់តិចបានអត់បាទដោយសារឥឡូវនេះខ្ញុំចុះបេសកកម្មនៅក្នុងខេត្តស្វាយរៀងអញ្ចឹងហើយបានជាឥឡូវមកដល់ខេត្តស្វាយរៀងហើយតាមពិតបើខ្ញុំនៅនោះខ្ញុំបានចូលរួមក្នុងកម្មវិធីជាមួយនឹងចន្ទថានៅឯស្ទូឌីយោតែម្ដងប៉ុន្តែដោយសារបេសកកម្មបាទអរគុណណាស់លោកគ្រូហើយនៅខាងស្វាយរៀងយ៉ាងណាដែរអាកាសធាតុនៅថ្ងៃនេះបាទព្រឹកនេះប្រហែលជាម៉ោង6ជាងភ្លៀងទាំងព្រឹកបាទភ្លៀងរលឹមរហូតមកដល់ឥឡូវនេះរៀងបើកថ្ងៃវិញបន្តិចបាទអរគុណលោកគ្រូបានឆ្លៀតចូលរួមជាមួយនឹងកម្មវិធីទោះបីជារវល់បាទចុះបេសកកម្មយ៉ាងណាបាទក៏ឆ្លៀតដើម្បីចែករំលែកជាមួយនឹងប្រិមត្តរបស់យើងដែរ
អរគុណច្រើនលោកគ្រូតកតងជាមួយនឹងប្រធានរបស់យើងនៅថ្ងៃនេះយើងនឹងពិភាក្សាតកតងជាមួយនឹងការបង្រៀនកូនឲ្យមានការចងចាំបានល្អហើយមុនយើងពិភាក្សាលម្អិតបន្តទៀតជាមួយនឹងកម្មវិធីរបស់យើងចង់លោកគ្រូបានចូលរួមការយល់ឃើញនិងចាប់អារម្មណ៍មួយចំនួនតកតងជាមួយនឹងប្រធានបទរបស់យើងបាទសូមអញ្ជើញលោកគ្រូបាទអរគុណដល់ចន្ទថាហើយជាពិសេសសូមអរគុណដល់វិទ្យុគ្រួសារ99.5ដែលតែងតែអញ្ជើញខ្ញុំនៅក្នុងកម្មវិធីផ្សេងហើយជាពិសេសនោះនៅថ្ងៃនេះខ្ញុំបានចូលរួមនៅក្នុងកម្មវិធីសុវត្ថិភាពកូនយើងដែលមានប្រធានបទការបង្រៀនកូនឲ្យមានការចងចាំបានល្អប្រធានបទនេះល្អដែលជារឿយសូម្បីតែខ្ញុំរហូតដល់ពេលនេះខ្ញុំនៅតែនឹកចាំអំពីកងខ្ញុំយាយខ្ញុំដែលគាត់តែងតែបង្រៀនខ្ញុំឲ្យមានការចងចាំនោះបានរហូតដល់សប្តាហ៍ថ្ងៃនេះហើយរហូតដល់សប្តាហ៍ថ្ងៃនិយាយទៅវា42 43ឆ្នាំហើយអាយុរបស់ខ្ញុំអញ្ចឹងខ្ញុំនៅតែចងចាំអំពីអ្វីដែលពួកគាត់បង្រៀនបង្ហាត់ដល់ខ្ញុំអញ្ចឹងហើយបានជាថ្ងៃនេះប្រធានបទនេះគឺល្អមែនទែនសម្រាប់ឪពុកម្ដាយឬក៏អាណាព្យាបាលទាំងអស់ដែលលោកត្រូវដឹងអំពីវិធីសាស្ត្រនៅក្នុងការបង្ហាត់បង្រៀនកូនយើងឲ្យមានការចងចាំយ៉ាងសាមញ្ញមួយចំនួនដែលយើងគូដើម្បីនឹងយកទៅបង្ហាត់បង្រៀនដល់កូនយើងនោះបាទតកតងជាមួយនឹងការបង្រៀនក្មេងការបង្រៀនកូនឲ្យមានការចងចាំនេះថាតើវាមានសារៈសំខាន់យ៉ាងណាហើយជួយអ្វីខ្លះទៅកាន់ពួកគេលោកគ្រូបាទនៅក្នុងចំណុចនេះខ្ញុំយកតែ3ចំណុចសំខាន់ដើម្បីយកមកឆ្លើយតបនៅសំណួរទី2ដែលសួរអំពីតើការបង្ហាត់បង្រៀនក្មេងឲ្យមានការចងចាំនេះមានសារៈសំខាន់បែបណាខ្លះបាទហើយជួយអ្វីដល់ពួកគាត់3ចំណុចសំខាន់ដែលខ្ញុំលើកយកមកដើម្បីនឹងចែកជូននៅថ្ងៃនេះទី1គឺការបង្រៀនក្មេងឲ្យមានការចងចាំមានសារៈសំខាន់ណាស់ដោយសារនឹងធ្វើឲ្យពួកគាត់មានទម្លាប់ល្អឬអាក្រក់អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងនោះឯងបាទអញ្ចឹងចំណុចទី1នេះប្រសិនបើពួកគាត់ដើម្បីបង្ហាត់បង្រៀនឲ្យពួកគាត់មានការចងចាំបានល្អហើយមានសារៈសំខាន់នោះវាអាស្រ័យទៅតាមស្ថានភាពឬក៏ស្ថានភាពជាក់ស្ដែងនៃការរស់នៅរបស់គាត់សិនបើគាត់រស់នៅក្នុងស្ថានភាពមួយដែលរញ៉េរញ៉ៃដែលមានភាពទទួលឥទ្ធិពលកន្លែងនោះច្រើនឧទាហរណ៍ថាដូចជាកន្លែងនោះមានលបែងស៊ីសងការទទួលឥទ្ធិពលនៅក្នុងការចងចាំរបស់គាត់នោះកាន់តែមានឥទ្ធិពលនៃការស្ថានភាពនៅជុំវិញរបស់គាត់នឹងធ្វើឲ្យមានបញ្ហាច្រើនមែនទែនបាទហើយចំណុចទី2ដែលខ្ញុំចង់លើកយកមកនិយាយនោះគឺថាមានភាពប្រុងប្រយ័ត្នជានិច្ចមានន័យថាការដែលឲ្យគាត់មានការចងចាំមានសារៈសំខាន់ណាស់ព្រោះធ្វើឲ្យគាត់មានគេហៅថាការប្រុងប្រៀបជានិច្ចដឹងថាអាហ្នឹងត្រូវធ្វើអាហ្នឹងមិនត្រូវធ្វើអាហ្នឹងដែលគួរនិយាយឬក៏មិនគួរនិយាយនឹងសារៈសំខាន់ណាស់នៅក្នុងការដែលគាត់ចងចាំអំពីការអ្វីមួយបាទហើយចំណុចទី3នោះគឺគាត់អាចវាស់វែងខ្លួនឯងបានហើយខ្ញុំឃើញចំណុចទី3នេះគឺសំខាន់សម្រាប់ក្មេងខ្លះគាត់ក្មេងទេអាយុទៅ5 6ឆ្នាំប៉ុន្តែនៅពេលដែលគាត់ទៅរៀនហើយឪពុកម្ដាយគាត់ណាក្រីក្រនៅពេលឪពុកម្ដាយគាត់ប្រាប់គាត់ថាកូនឥឡូវយើងមានភាពក្រីក្រយើងមិនត្រូវអញ្ចេះមិនត្រូវអញ្ចោះគាត់ស្ដាប់មានន័យថាគាត់ចេះវាស់វែងខ្លួនគាត់ថាអូឥឡូវជីវិតគាត់នៅក្នុងស្ថានភាពនេះគាត់មិនចង់បាននេះចង់បាននោះគូហេតុអ្វីដែលគាត់ចង់បាននោះឡើយបាទនេះគឺ3ចំណុចនេះដែលខ្ញុំចង់យកមកចែកជូននៅក្នុងកម្មវិធីយើងនៅថ្ងៃនេះបាទផ្ដោតសំខាន់ទៅលើចំណុចនេះចង់លោកគ្រូបានបញ្ជាក់បន្ថែមតិចទៀតដែរបទពិសោធន៍ដែលលោកគ្រូផ្ទាល់មានគេហៅថាមានកូនផងហើយក៏ជាគេហៅថាមានការបង្រៀនទៅដល់ក្មេងៗខាងក្រៅបន្ថែមទៀតអញ្ចឹងតើតើជាមួយនឹងការចងចាំនេះថាតើឪពុកម្ដាយឬក៏អាណាព្យាបាលគួរតែបង្រៀនគាត់ឲ្យមានការចងចាំនោះខ្ទង់ជាអ្វីប៉ុណ្ណាដែរហើយប៉ុន្មានដែលគាត់អាចចងចាំបាននោះលោកគ្រូបាទតាមពិតដូចខ្ញុំបានជម្រាបជូនខាងលើអញ្ចឹងមានន័យថាអាស្រ័យទៅតាមស្ថានភាពទៅតាមកន្លែងដែលគាត់កំពុងរស់នៅអញ្ចឹងប្រសិនបើនៅក្នុងការដែលគាត់រស់នៅហ្នឹងពោពេញទៅដោយភាពរញ៉េរញ៉ៃហើយការបង្ហាត់បង្រៀនការអប់រំនោះมันមានសណ្ដាប់ធ្នាប់ធ្វើឲ្យការចងចាំរបស់គាត់ទៅតាមនឹងដែរមានន័យថាបើគាត់ស្ថិតនៅក្នុងស្ថានភាពដែលខ្ញុំបាននិយាយមុនហ្នឹងមានន័យថាការចងចាំរបស់គាត់នៅតែរឿងលបែងរឿងផឹកស៊ីរឿងអីផ្សេងនោះឯងអញ្ចឹងហើយបានជាអ្វីដែលជាស្ថានភាពជាក់ស្ដែងនោះក្មេងៗគឺជាกระดาษសមួយដែលយើងតែងតែនិយាយថាគាត់ជាกระดาษសមួយហើយនៅពេលដែលគាត់
ចាប់ដើមដិតដាមនឹងអ្វីមួយกระดาษសនោះនឹងដិតដាមជាប់រហូតដល់គាត់ចាស់ទៅហើយនៅក្នុងព្រះគម្ពីរក៏បាននិយាយអំពីការទាំងអស់នោះដែរថាបើយើងបង្រៀនកូនយើងឲ្យបានល្អមានន័យថាបើយើងបង្រៀនកូនយើងតាំងពីក្មេងទៅឲ្យបានល្អវានឹងចាំរហូតដល់ពេលវាចាស់បាទប៉ុន្តែបើយើងបង្រៀនវាមិនបានល្អទេធ្វើឲ្យកូនយើងនោះมันល្អរហូតដល់ចាស់ហើយมันមានអ្នកណាអាចកែបានទេហើយជាឧទាហរណ៍ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំធ្លាប់ឃើញអំពីជីដូនជីតារបស់ខ្ញុំដែលគាត់បានបង្ហាត់បង្រៀនខ្ញុំនោះគឺថានៅពេលដែលពួកគាត់ចាប់ផ្ដើមបង្ហាត់បង្រៀនខ្ញុំឧទាហរណ៍ដូចជានៅពេលព្រឹកគាត់ទម្លាប់ឲ្យខ្ញុំល្អមួយគឺរៀងរាល់ពេលព្រឹកម៉ោង5គាត់ឲ្យខ្ញុំងើបហើយយើងដឹងហើយក្មេងៗនៅក្មេងៗម៉ោង4ម៉ោង5គឺចំពេលកំពុងតែគេងលក់ស្រួលប៉ុន្តែជារឿយៗគាត់ទម្លាប់ឲ្យខ្ញុំងើបឡើងទីមួយគាត់ថានៅពេលព្រឹកជាពេលដែលយើងអាចគេហៅថាទទួលបាននៅអ្វីដែលល្អហើយថ្មីហើយការទន្ទិញមេរៀនការអីផ្សេងៗហ្នឹងគឺឆាប់ចាំណាស់ហើយមែនជាការពិតទម្លាប់នោះដែលធ្វើឲ្យខ្ញុំធ្វើរហូតដល់សប្តាហ៍ថ្ងៃឲ្យតែព្រឹកមិនតនេះគឺខ្ញុំងើបដែរណាហើយអន់ព្រឹកក៏ខ្ញុំអានព្រះគម្ពីរអធិដ្ឋាននេះហោហែអ្វីដែលខ្ញុំបានធ្វើរហូតដល់សប្តាហ៍ថ្ងៃហើយមួយទៀតនោះគឺថាគាត់ទម្លាប់ឲ្យខ្ញុំមួយទៀតគឺថានៅពេលដែលងើបឡើងគាត់ថាកុំឲ្យភ្លេចរឿងកាន់អំបោសផ្ទះបោះសំបែងអញ្ចឹងហើយបានជាទម្លាប់នោះរហូតដល់សប្តាហ៍ថ្ងៃខ្ញុំអាយុប៉ុណ្ណេះហើយខ្ញុំនៅតែងើបឡើងដូចជានៅតែមានទម្លាប់នឹងមួយគឺកាន់អំបោសមកបោះក្នុងបន្ទប់ខ្ញុំកន្លែងខ្ញុំដែលខ្ញុំស្នាក់នៅនោះខ្ញុំបោះអំបោសវាឲ្យស្អាតរៀបចំឲ្យស្អាតអញ្ចឹងទៅនោះគឺជាទម្លាប់មួយដែលយើងគួរធ្វើសម្រាប់កូនចៅរបស់យើងដែរបាទចុះអ្វីដែលលោកគំឹឃើញផ្ទាល់តាក់ទងជាមួយនឹងកុមារក្មេងសប្តាហ៍ថ្ងៃវិញថាតើការចងចាំរបស់គាត់នឹងបានល្អហើយឬនៅឬក៏មិនទាន់បានល្អនៅឡើយទេអ្វីដែលលោកគំឹឃើញបាទតាមពិតបើយើងមើលត្រង់ចំណុចនេះមានន័យថានៅក្នុងព្រះគម្ពីរសាស្តាជំពូក7ខ10ខ្ញុំអានបន្តិចដើម្បីជូនដល់អ្នកទាំងអស់គ្នាបានស្ដាប់នោះគឺថាហេតុអ្វីបានជាសម័យជាន់មុនល្អជាងសម័យសពថ្ងៃត្បិតដែលសួរយ៉ាងដូចនេះនោះមិនមែនដោយបញ្ញាទេមានន័យថានិយាយចំទៅចំនួនទី1ចំនួនទី2ចំនួនទី3រហូតមកដល់សប្តាហ៍ថ្ងៃនេះយើងមានច្រើនចំនួនណាយើងនិយាយចំទៅណាតាំងពីកកើតផែនដីមកប៉ុន្តែនៅក្នុងព្រះគម្ពីរបានបញ្ជាក់ច្បាស់ថាបើគ្មានចំនួនទី1ក៏គ្មានចំនួនទី2បើគ្មានចំនួនទី2ក៏គ្មានចំនួនទី3រហូតមកដល់យើងសប្តាហ៍ថ្ងៃអញ្ចឹងហើយបានជាខ្ញុំមើលអំពីការវិវត្តរបស់សម័យកាលគឺវាមានភាពខុសពីគ្នាដូចសម័យកាលមុនដូចចំនួនខ្ញុំត្រូវងើបឡើងដើម្បីនឹងហែកទឹកហែកអីដាក់ពីងអីហោះហើយជាដើមប៉ុន្តែដល់ពេលសម័យកូនខ្ញុំនេះអត់អញ្ចឹងទេមានតែទឹកម៉ាស៊ីនមកដល់ផ្ទះតែម្ដងអញ្ចឹងហើយបានជាការចងចាំរបស់ក្មេងក៏ដូចគ្នាមានន័យថាការបែបដែលគាត់ចងចាំដូចគ្នាការចំនួនមុនខ្ញុំទិញមេលេខខ្ញុំទិញអីនិយាយពីទិញឡើងបែកផ្សេងប៉ុន្តែចំនួនឥឡូវនេះក្មេងៗគាត់មានគេហៅថាលក្ខណៈវិទ្យាសាស្ត្រមាន smartphone មានទូរទស្សន៍មានកុំព្យូទ័រអញ្ចឹងការចងចាំរបស់គាត់បែបរបស់គាត់ប៉ុន្តែកាន់តែប្រសើរឡើងថែមមួយកម្រិតថែមទៀតអញ្ចឹងហើយបានជាខ្ញុំមិនចង់និយាយវាប្រហារឬក៏ទៅលើថាចំនួននេះអញ្ចេះចំនួននោះអញ្ចោះក្មេងចំនួនមុនអញ្ចេះក្មេងចំនួនមុនអញ្ចោះប៉ុន្តែចំនួនមួយសុទ្ធតែមានតម្លៃរបស់ចំនួនមួយនោះឯងហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះបើខ្ញុំនិយាយចាំទៅសំខាន់លើយើងដែលជាអាណាព្យាបាលជាពុកម្ដាយទេដែលយើងត្រូវបង្ហាត់បង្រៀនកូនយើងនោះឲ្យបានល្អបើយើងមិនបង្រៀនកូនយើងឲ្យបានល្អឲ្យវាមានការចងចាំឲ្យបានល្អទេកូននោះនឹងយកអ្វីដែលជាបរិយាប័ត្រជំវិញហ្នឹងយកទៅធ្វើឲ្យមានបញ្ហាផ្សេងៗជាច្រើនឧទាហរណ៍ដូច smartphone មួយបើ smartphone នោះយើងប្រើឲ្យត្រូវ smartphone ប្រើល្អប៉ុន្តែបើយើងប្រើមិនត្រូវទេធ្វើឲ្យបញ្ហាជាច្រើនដូចក្មេងៗខ្លះឥឡូវគាត់យកទៅលេងហ្គេមដែលធ្វើឲ្យមានបញ្ហានៅក្នុងខួរក្បាលរបស់គាត់ជាច្រើនប៉ុន្តែបើ smartphone ដដែលឪពុកម្ដាយអាណាព្យាបាលណាលោកចេះគ្រប់គ្រងកូនយើងលោកចេះបង្ហាត់បង្រៀនកូនយើងឲ្យចងចាំថា smartphone នេះគឺជារបស់ដែលមានប្រយោជន៍ដែលធ្វើឲ្យការសិក្សារបស់គាត់ការរៀនសូត្ររបស់គាត់កាន់តែប្រសើរឡើងយើងបង្ហាត់បង្រៀនកូនយើងទៅតាមអ្វីនោះឯងបាទអរគុណច្រើនលោកគ្រូបានចូលរួមចែករំលែកនៅបទពិសោធន៍មួយចំនួនខ្លះហើយក៏ដូចជាតាក់ទងជាមួយនឹងសារៈសំខាន់មួយចំនួនក្នុងការបង្រៀនទៅកាន់ពួកគាត់ឲ្យមានការចងចាំគឺពិតជាជួយមែនទែនទៅកាន់គាត់ក្នុងការឲ្យគាត់ចេះប្រុងប្រយ័ត្នចេះវាស់វែងឲ្យមានទម្លាប់ល្អមួយចំនួនតាក់ទងជាមួយនឹងការរស់នៅអរគុណច្រើនលោកគ្រូនេះជាចំណុចមួយដ៏សំខាន់មែនទែនហើយអ្វីដែលខ្ញុំចង់ដឹងពីលោកគ្រូបន្ថែមតិចទៀតដែរជាពិសេស
យើងឃើញថាតកតងជាមួយនឹងក្មេងបាទតកតងជាមួយនឹងក្មេងណាលោកគ្រូបាទតកតងជាមួយនឹងក្មេងពេលខ្លះការដែលគាត់មានអាយុប្រហាក់ប្រហែលគ្នាចកគ្នាបាទហើយការរស់នៅនឹងពេលខ្លះអាចប្រហាក់ប្រហែលគ្នាដែរប៉ុន្តែតកតងជាមួយនឹងការចងចាំពេលខ្លះវាអាចមានការខុសប្លែកពីគ្នាណាលោកគ្រូបាទអញ្ចឹងតកតងជាមួយនឹងកុមារឬក៏ក្មេងខ្លះដែលគាត់ចងចាំល្អវាជាផ្នែកមួយដែលល្អប៉ុន្តែតកតងជាមួយនឹងក្មេងខ្លះគាត់អត់សូវចងចាំបានល្អទេអញ្ចឹងមានមូលហេតុកត្តាអីដែលធ្វើឲ្យពួកគាត់នឹងមិនសូវជាមានការចងចាំបានល្អលោកគ្រូបាទនៅត្រង់ចំណុចនេះខ្ញុំលើកយក4ចំណុចសំខាន់ដែលជាកត្តាធ្វើឲ្យប៉ះពាល់ដល់ការចងចាំរបស់ក្មេងៗរបស់ឬក៏របស់កូនយើងបាទកត្តាទី1នោះគឺជាកត្តាចំណីអាហារបាទកត្តាចំណីអាហារនេះនៅក្នុងវិទ្យាសាស្ត្រឬក៏នៅក្នុងពេទ្យក៏លោកបាននិយាយអំពីការញ៉ាំអាហារនេះផងដែរការញ៉ាំអាហារនេះបើយើងញ៉ាំមិនបានគ្រប់គ្រាន់យើងមិនមានវីតាមីនគ្រប់គ្រាន់ក៏ការចងចាំនោះធ្វើឲ្យប៉ះពាល់ដល់គាត់ដែរតាមចំដូចការចំនួនខ្ញុំកើតចំនួន8គត់បាទ79មក8គត់ហើយចំនួននោះយើងដឹងហើយថាចេញពីអពតមកគ្រប់គ្នាគឺមិនតាន់មានអាហារញ៉ាំគ្រប់គ្រាន់បរិបូរណ៍ទេចឹងហើយបានជាការចងចាំការអ្វីផ្សេងនោះក្មេងចំនួននោះគឺមានការលំបាកច្រើនអត់ដូចក្មេងឥឡូវគាត់មានការបំពន់អាហារគ្រប់គ្រាន់អញ្ចឹងធ្វើឲ្យការចងចាំការរៀនសូត្ររបស់គាត់នោះក៏កាន់តែប្រសើរឡើងថែមដែរបាទអញ្ចឹងកត្តាទី1គឺកត្តាចំណីអាហារបាទកត្តាទី2គឺស្ថានភាពជុំវិញការរស់នៅរបស់គាត់បាទអាហ្នឹងក៏ជាកត្តាមួយដែលប៉ះពាល់ក្នុងការចងចាំរបស់គាត់ដែរដូចជានៅជុំវិញគាត់ឪពុកម្ដាយច្រើនតែប្រើហិង្សាច្រើនតែសម្លុតគាត់ច្រើនតែគំរាមកំហែងគាត់ណាអាហ្នឹងដែលធ្វើឲ្យជីវិតរបស់គាត់នោះកាន់តែមានបញ្ហាហើយកត្តាហ្នឹងហើយដែលធ្វើឲ្យគាត់ចិត្តតែភ្លេចភ្លាំងខ្ញុំឃើញជាច្រើនក្មេងជាច្រើនដែលឪពុកម្ដាយតែងតែសម្លុតតែងតែស្ដីឲ្យតែងតែមិនមានការលើកទឹកចិត្តដល់គាត់សោះធ្វើឲ្យគាត់ងាកភ្លេចនោះហើយគឺជាកត្តាមួយដែលចាំបាច់ដែរដែលយើងត្រូវដឹងបាទកត្តាទី3នោះគឺទទួលបានការអប់រំឬក៏ការហាត់ផ្ដុតដំបានតិចពេកបាទការអប់រំក៏ជាកត្តាមួយសំខាន់សម្រាប់ក្មេងៗនៅក្នុងការដែលគាត់ត្រូវហាត់ផ្ដុតដំហើយដូចខ្ញុំអញ្ចឹងខ្ញុំបានជំរាបការពីដើមអញ្ចឹងគឺថាយាយខ្ញុំតាខ្ញុំម្ដាយខ្ញុំឪពុកខ្ញុំហ្នឹងគឺគាត់បង្ហាត់បង្រៀនខ្ញុំហាត់ផ្ដុតដំខ្ញុំហ្នឹងឲ្យមានភាពវាងវៃឲ្យមានភាពចងចាំឲ្យបានជារៀងរាល់ថ្ងៃគាត់និយាយតែមិនមែននិយាយតែមួយថ្ងៃពីរថ្ងៃគាត់និយាយរាល់ថ្ងៃមានន័យថាបើថ្ងៃហ្នឹងខ្ញុំអត់ធ្វើស្អែកឡើងគាត់ប្រាប់ទៀតហ៎ងើបឡើងម៉ោង5ហើយស្អែកឡើងងើបឡើងម៉ោង5មានថាកត្តានេះហើយដែលធ្វើឲ្យយើងចាប់ដើមចងចាំប៉ុន្តែបើយើងមិនមានកត្តាហ្នឹងទេហាត់ពុតដំគាត់បង្ហាត់បង្រៀនគាត់ហ្នឹងទេគឺធ្វើឲ្យគាត់មានបញ្ហាផ្លេចការចងចាំនឹងដែរបាទហើយចំណុចចុងក្រោយចំណុចទី4នោះគឺគ្មានការយកចិត្តទុកដាក់ពីពុកម្ដាយឬអាណាព្យាបាលក្មេងខ្លះដោយសារភាពមិនយកចិត្តទុកដាក់ពីសំណាក់ឪពុកម្ដាយពីអាណាព្យាបាលនោះហើយដែលធ្វើឲ្យគាត់មានការភ្លេចភ្លាំងច្រើនដើមចំគួរខ្ញុំផ្ទាល់ហ្មងខ្ញុំនិយាយដោយស្មោះដោយសារឪពុកទៅផ្សេងទៅម្ដាយទៅផ្សេងហើយគាត់នៅជាមួយជីដូនជីតាបាទគាត់រត់មកប្រាប់ខ្ញុំថាអ៊ំអើយខ្ញុំអត់មានភាពកក់ក្ដៅសោះជាមួយឪពុកម្ដាយដល់ពេលអញ្ចឹងខ្ញុំមើលវាទៅឃើញដូចជាមានរៀងភាំងហើយភ្លេចភ្លាំងច្រើនណាធ្វើនេះភ្លេចនោះធ្វើនោះភ្លេចនេះអញ្ចឹងមានន័យថាភាពកក់ក្ដៅក្នុងក្រុមគ្រួសារនោះគឺជាកត្តាមួយដែលសំខាន់ណាស់សម្រាប់កិច្ចការទាំងអស់នោះបាទអរគុណច្រើនលោកគ្រូនេះជាចំណុចមូលហេតុមួយចំនួនដែលសំខាន់ដែលលោកគ្រូបានលើកឡើងជាចំណុចមួយដែលល្អមែនទែនបាទជួយទៅកាន់ឪពុកម្ដាយអាណាព្យាបាលបន្ថែមទៀតជាពិសេសគឺយើងដឹងពីការសារៈសំខាន់មែនទែនតកតងជាមួយនឹងការផ្គត់ផ្គង់ចំណីអាហារដែលជាជំនួយមួយជួយទៅកាន់គាត់ហើយក៏ដូចជាយើងដឹងហើយថាជាកត្តាស្ថានភាពជុំវិញដែរបើសិនជាស្ថានភាពជុំវិញគាត់មិនល្អហ្នឹងការចងចាំរបស់គាត់ហ្នឹងក៏មិនជាល្អដែរណាលោកគ្រូបាទតកតងជាមួយនឹងការអប់រំពុកម្ដាយដែរសំខាន់ណាស់នៅជាមួយនឹងគាត់ការជួយគាត់ដាស់តឿនគាត់គ្រូគឺជាគេហៅថាជាម្ដាយទី2ប៉ុន្តែឪពុកម្ដាយគឺជាម្ដាយទី1នៅក្បែរនេះគឺសំខាន់ណាស់ការជួយជំរុញបន្ថែមទៀតឲ្យគាត់ចងចាំបានល្អបាទនេះគឺជាចំណុចសំខាន់មែនទែនបាទជាការរំលឹកដាស់តឿនបាទទៅកាន់ឪពុកម្ដាយបន្ថែមក្នុងការយកចិត្តទុកដាក់ទាក់ទងជាមួយនឹងការអប់រំណែនាំគាត់ឲ្យមានការចងចាំបានល្អ
ចំណែកប្រិមិត្តរបស់យើងវិញដែលកំពុងតែតាមដានស្ដាប់ឬក៏កំពុងតែទេសនាផ្ទាល់ជាមួយនឹងកម្មវិធីរបស់យើងមានបទពិសោធន៍យ៉ាងណាក្នុងការបង្រៀនបីបាច់ថែរក្សាកូនឬក៏មានចំណុចពិសេសមួយចំនួនទៀតដែលប្រិមិត្តធ្លាប់ឆ្លងកាត់ហើយធ្វើបានជោគជ័យក៏អាចចែករំលែកទៅកាន់ប្រិមិត្តរបស់យើងបន្ថែមទៀតហើយបើសិនជាមានចម្ងល់អីបន្ថែមក៏អាចត្រៀមដើម្បីចូលរួមជាមួយនឹងកម្មវិធីរបស់យើងបន្តទៀតតាមរយៈប្រព័ន្ធទូរស័ព្ទដែលបានជម្រាបជូនពីខាងដើមមុននេះអរគុណណាស់ហើយក៏អរគុណទៅដល់ប្រិមិត្តដែលបានចូលរួមជាមួយនឹងកម្មវិធីរបស់យើងតាមរយៈការ comment ដែរប៉ុន្តែដូចជាអត់ទាន់មានសំណួរនៅឡើយទេអរគុណបាទទៅដល់មកអ៊ំសូឡាអរគុណទៅដល់បងស្រីផូលីនអរគុណទៅដល់ប្រិមិត្តដែលឈ្មោះថាតារាអាដាមដែលបានចូលរួមជាមួយនឹងកម្មវិធីរបស់យើងនៅថ្ងៃនេះអរគុណណាស់សម្រាប់ការគាំទ្រឲ្យសូមតែបន្តចែករំលែកជាមួយនឹងកម្មវិធីរបស់យើងបន្តទៀតឥឡូវនេះចង់ឲ្យលោកគ្រូបានសម្រាប់បន្តិចនិងបង្វែរប្រិមិត្តមកស្ដាប់ជាមួយនឹងអត្ថន័យនៃបទចម្រៀងមួយបទសិនហើយបន្ទាប់ពីបទចម្រៀងនេះត្រឡប់មកវិញយើងពិភាក្សាបន្តលំអិតជាមួយនឹងប្រធានបទរបស់យើងក៏ដូចជានឹងស្វាគមន៍ទៅកាន់ប្រិមិត្តសូមរីករាយដូចតទៅបាទសូមជើញខ្ញុំក្មេងក៏ត្រូវធ្វើក្មេងខ្លាដូចតែប្រងខ្ញុំមានក្តីស្រមៃធំខ្ញុំក្មេងតែខ្ញុំអំណត់អន់ធំមិនងាយតទន់ពេលជ្រីថាខ្ញុំក្មេងតែខ្ញុំតែងប្រាប់ខ្លួនឯងមិនត្រូវខ្ជិលអ្នកនេះជាក្មេងឧស្សាហ៍ខ្ញុំក្មេងតែខ្ញុំស្ដាប់ម៉ាក់ស្ដាប់ក្មេងខ្លាដូចតែប្រងខ្ញុំមានក្តីស្រមៃធំខ្ញុំក្មេងតែខ្ញុំអំណត់អន់ធំមិនងាយតទន់ពេលជ្រីថាខ្ញុំក្មេងតែខ្ញុំតែងប្រាប់ខ្លួនឯងមិនត្រូវខ្ជិលអ្នកនេះជាក្មេងឧស្សាហ៍ខ្ញុំក្មេងតែខ្ញុំស្ដាប់ម៉ាក់ស្ដាប់កំពុងស្ដាប់នៅក្នុងកម្មវិធីសុវត្ថិភាពកូនយើង
បងតែមានចម្ងល់និងសំណួរផ្សេងៗមែនទេកុំភ្លេចណាចូលរួមជាមួយនឹងយើងខ្ញុំតាមរយៈទូរស័ព្ទ3ប្រព័ន្ធគឺ012 087 999និង018 097 5999និង018អត្ថន័យនៃបទចម្រៀងមួយបទបានបញ្ចប់ទៅហើយយើងនៅតែបន្តទៀតជាមួយនឹងប្រធានបទរបស់យើងនៅវគ្គនេះគឺតាក់ទងជាមួយនឹងការបង្រៀនកូនឲ្យមានការចងចាំបានល្អដែលមានការអញ្ជើញចូលរួមតាមរយៈអនឡាញពីលោកគ្រូសំអឿនវិសាលដែលជាប្រធានសមាគមវឹកវើជំរោតកម្ពុជាដែលកំពុងតែមានវត្តមានចូលរួមជាមួយនឹងកម្មវិធីរបស់យើងនៅថ្ងៃនេះនៅវគ្គនេះយើងនឹងស្វាគមន៍ប្រិមិត្តតែម្ដងបើសិនជាប្រិមិត្តដែលកំពុងតែតាមដានស្ដាប់ឬក៏ទស្សនាជាមួយនឹងកម្មវិធីរបស់យើងនោះក៏អាចចូលរួមបានតាមរយៈប្រព័ន្ធទូរស័ព្ទគឺមានចំនួន3ប្រព័ន្ធ012 999 018 និង097 អាចចូលរួមជាមួយនឹងកម្មវិធីរបស់យើងចែករំលែកនៅបទពិសោធន៍មួយចំនួនតាក់ទងជាមួយនឹងប្រធានបទរបស់យើងឬក៏មានសំណួរផ្សេងៗដែលប្រមិត្តមានចម្ងល់ចង់ដឹងបន្ថែមនោះក៏អាចចូលរួមបានជាមួយនឹងកម្មវិធីរបស់យើងនៅថ្ងៃនេះតាមរយៈការ comment ក៏ដូចគ្នាអាចចូលរួមបានឥឡូវនេះយើងនឹងអានបាទជាមួយនឹងការ comment របស់ប្រមិត្តដែលចង់ចូលរួមជាមួយនឹងកម្មវិធីរបស់យើងអរគុណណាស់លោកគ្រូខ្ញុំក៏មានជាសំណួរបន្ថែមទៀតចង់ដឹងពីលោកគ្រូដែរជាពិសេសខ្ញុំចាប់អារម្មណ៍ជាមួយនឹងតាក់ទងជាមួយនឹងកត្តាមួយចំនួនណាលោកគ្រូពីវគ្គមុនដែលលោកគ្រូបានចូលរួមនោះតាក់ទងជាមួយនឹងស្ថានភាពជុំវិញដែលជាគេហៅថាជាចំណុចមួយដ៏សំខាន់មួយដែរដែលវាអាចប៉ះពាល់ទៅដល់ការចងចាំក៏ដូចជាតាក់ទងជាមួយនឹងការចងចាំរបស់ក្មេងហ្នឹងក៏វាជាផ្នែកមួយប៉ះពាល់ធំដែរដែលយើងឃើញសប្តាហ៍ថ្ងៃនេះអ្វីដែលលោកគ្រូចង់ឲ្យបាទបរិយាកាសជុំវិញជាពិសេសនៅក្នុងគ្រួសារដែរជាចំណុចដែលសំខាន់ថាតើអ្វីដែលគួរឲ្យកូនឬក៏ក្មេងគាត់ចងចាំលោកគ្រូសកម្មភាពបែបណាគួរឲ្យចងចាំហើយអ្វីដែលកុមារមិនគួរចងចាំពីព្រោះថារឿងខ្លះប្រហែលជាអាចមិនឲ្យចង់ឲ្យកុមារចងចាំអញ្ចឹងណាលោកគ្រូអញ្ចឹងលោកគ្រូមានបទពិសោធន៍យ៉ាងណាដែរចំណុចថងនេះលោកគ្រូបាទតាមពិតនៅក្នុងវិធីសាស្ត្រជាច្រើនដែលយើងធ្លាប់បានដឹងធ្លាប់បានឃើញទៅហើយជាពិសេសហ្នឹងក៏មានការផ្សព្វផ្សាយអំពីការបង្ហាត់បង្រៀនទៅដល់កូនយើងជាពិសេសឪពុកម្ដាយអាណាព្យាបាលឡើងតែម្ដងដែលតាក់ទងជាមួយនឹងនៅពេលដែលយើងមានបញ្ហាឆ្លោះប្រកែកគ្នាឬក៏មានបញ្ហាផ្សេងនៅក្នុងខ្លួនរបស់យើងណាយើងមិនត្រូវបញ្ចេញឲ្យកូនយើងហ្នឹងឬក៏ក្មេងៗដែលនៅជុំវិញយើងហ្នឹងឃើញឡើយព្រោះការនោះហើយដែលជាកត្តាមួយដែលធ្វើឲ្យគាត់ចងចាំអត់ភ្លេចទេយកថាយើងអត់ដែលបង្ហាញពីក្តីស្រឡាញ់ស្រាប់បង្ហាញវិញមកសិតតែរឿងជេរគ្នាតែម្ដងនៅមុខគាត់ហើយអាការទាំងអស់នោះដែលធ្វើឲ្យកូនរបស់យើងមានបញ្ហាចងចាំនឹងរហូតហើយដល់ពេលជាធម្មតាបើយើងមើលអំពីការអប់រំក្មេងៗវាមិននៅពេលដែលវាចងចាំវាមិនមកបញ្ចេញជាមួយនឹងយើងទេប៉ុន្តែវាយកទៅបញ្ចេញជាមួយនឹងមិត្តភ័ក្តិរបស់វានោះព្រោះដោយសារការចងចាំអ្វីដែលឪពុកម្ដាយឬក៏អាណាព្យាបាលឬនៅជំនាញខ្លួនយើងហ្នឹងធ្វើទៅអាក្រក់ហ្នឹងធ្វើឲ្យកូនយើងហ្នឹងចងចាំយកទៅបញ្ចេញទៅដល់មិត្តភ័ក្តិរបស់គាត់ឬក៏អ្នកផ្សេងដែលនៅជំនាញខ្លួនគាត់អញ្ចឹងកត្តាមួយចំនួនដែលយើងគួរជៀសវាងនោះគឺថានៅពេលដែលយើងមានបញ្ហាអញ្ចឹងគួរតែយើងកុំឲ្យធ្វើអាកប្បកិរិយាអញ្ចឹងឬក៏សកម្មភាពអញ្ចឹងនៅមុខកូនរបស់យើងឬក៏ក្មេងៗនោះឯងវាថាយើងគួរតែទៅក្នុងបន្ទប់ឬក៏ទៅកន្លែងណាមួយដែលស្ងាត់ស្ងៀមហើយយើងចង់ជជែកគ្នាយើងចង់មានបញ្ហាមាត់ធំមាត់តូចនៅជាមួយនឹងគ្នានោះនៅកន្លែងនោះតែកុំឲ្យកូនយើងឃើញព្រោះការនោះហើយដែលធ្វើឲ្យកូនយើងនៅដឹកតាមជាប់ចំណិចនោះហើយគឺជាអ្វីដែលយើងមិនគួរធ្វើនោះឡើយបាទ
បាទចុះអ្វីដែលគួរតែឲ្យកូនដឹងហើយចងចាំវិញលោកគ្រូបាទ បាទអ្វីដែលយើងគួរឲ្យដឹងដូចខ្ញុំបានជម្រាបជូនខាងលើមុនបន្តិចតាក់ទងជាមួយនឹងទម្លាប់ល្អឧទាហរណ៍ដូចជាដូចខ្ញុំនិយាយអំពីទម្លាប់របស់ខ្ញុំរហូតមកដល់ពេលនេះរហូតដល់ខ្ញុំអាយុ42ឆ្នាំ43ឆ្នាំហើយនេះនៅតែខ្ញុំចងចាំនោះគឺថាឪពុកម្ដាយរបស់ខ្ញុំជីដូនជីតារបស់ខ្ញុំនឹងបង្រៀនឲ្យខ្ញុំនឹងមានការធ្វើអ្វីដែលល្អឧទាហរណ៍ដូចការបោសផ្ទះឃើញអត់ងើបឡើងបោសផ្ទះហើយទម្លាប់នោះនឹងធ្វើឲ្យយើងចាំរហូតមកដល់សប្តាហ៍ថ្ងៃទម្លាប់អីមួយទៀតទម្លាប់ការទន្ទិញមេរៀននៅពេលព្រឹកធ្វើឲ្យមានការចងចាំរហូតមកដល់សប្តាហ៍ថ្ងៃអានោះគឺជាអ្វីដែលយើងគួរឲ្យក្មេងៗនឹងដឹងថាអ្វីដែលយើងគួរឲ្យគាត់ធ្វើហ្នឹងគឺអញ្ចឹងហើយអ្វីដែលយើងអាចឲ្យគាត់អភិវឌ្ឍខ្លួនគាត់បន្ថែមទៀតនោះគឺយើងមានវិន័យផ្សេងមានការដែលយើងអាចប្រើរំពាត់ទៅទៀតបើយើងនិយាយអំពីអ្វីដែលយើងគួរឲ្យគាត់ធ្វើណាព្រោះក្មេងខ្លះគេហៅថាក្មេងខ្លះស៊ីក្តៅប៉ុន្តែក្មេងខ្លះគេហៅស៊ីត្រជាក់អញ្ចឹងត្រង់ចំណុចនេះដែលយើងគួរឲ្យពួកគាត់បានដឹងផងដែរបាទអរគុណណាស់លោកគ្រូបានចូលរួមចែករំលែកលម្អិតបន្ថែមទៀតហើយមុននេះក៏ឃើញថាដូចជាមានប្រិមិត្តបានចូលរួមហើយប៉ុន្តែបានដាច់ទៅវិញអញ្ចឹងក៏កុំតាន់តាណាបើសិនជានៅតែចង់ចូលរួមចែករំលែកឬក៏មានជាសំណួរនោះក៏អាចព្យាយាមម្ដងទៀតបាទយើងនឹងស្វាគមន៍តែម្ដងទៅកាន់ប្រិមិត្តរបស់យើងដែលចង់ចូលរួមឬក៏ប្រិមិត្តដែលផ្សេងទៀតមិនទាន់បានចូលរួមនៅឡើយក៏អាចឆ្លៀតដើម្បីខលចូលរួមដើម្បីសួរជាសំណួរដែលប្រិមិត្តត្រៀមទុកបាទព្រោះថាពេលខ្លះសួរទៅអត់ចំជាមួយនឹងប្រិមិត្តដែលចង់បានណាអញ្ចឹងបើសិនជាប្រិមិត្តចង់បានចំណុចមួយណាក៏អាចត្រៀមដើម្បីចូលរួមជាមួយនឹងកម្មវិធីរបស់យើងនៅវគ្គនេះយើងនឹងស្វាគមន៍តែម្ដងអរគុណច្រើនលោកគ្រូតកតងជាមួយនឹងចំណុចបន្ថែមទៀតដែលខ្ញុំចង់ដឹងពីលោកគ្រូបន្តជាពិសេសលោកគ្រូបានលើកឡើងច្រើនដែរចំណុចមួយចំនួនដែលពុកម្ដាយអាណាព្យាបាលប្រុងប្រយ័ត្នកុំឲ្យគេហៅថាពេលដែលកូនឃើញទៅគេអាចជាការចងចាំមួយដែលចំណុចដែលមិនល្អប៉ុន្តែយើងក៏មានចំណុចល្អជាច្រើនទៀតដែលគួរតែឲ្យកូនឃើញឲ្យគាត់មើលដើម្បីជាការមួយរំលឹកដាស់តឿនគាត់ឲ្យគាត់ចងចាំបានល្អអញ្ចឹងណាលោកគ្រូតើលោកគ្រូមានរបៀបយ៉ាងណាជាពិសេសគឺអ្វីដែលលោកគ្រូបានឆ្លងកាត់ខ្លះក៏ដូចជាវិធីសាស្ត្រយ៉ាងណាដើម្បីជួយទៅកាន់ឪពុកម្ដាយក្នុងការបង្រៀនទៅកាន់ពួកគេបង្រៀនទៅកាន់កូននឹងឲ្យគាត់បានចងចាំចំណុចល្អបានច្រើនណាលោកគ្រូមានរបៀបយ៉ាងម៉េចដែរលោកគ្រូបាទនៅក្នុងកត្តានេះខ្ញុំយក4ចំណុចដែរយកមកដើម្បីនឹងចែកជូនទៅដល់ប្រិយមិត្តក៏ដូចជាឪពុកម្ដាយអាណាព្យាបាលដែលលោកកំពុងតែមានកូនតូចបាទអញ្ចឹង4ចំណុចដែលខ្ញុំលើកយកមកនិយាយនេះគឺទី1គឺវិន័យឬក៏ច្បាប់បាទវិន័យគឺនឹងច្បាប់នេះគឺជាការសំខាន់ណាស់ដែលជាវិធីសាស្ត្រមួយដែលឲ្យក្មេងៗអាចចងចាំបានល្អឧទាហរណ៍ដូចក្មេងខ្លះយើងប្រាប់គាត់ដដែលលុតជារឿងមួយហើយប៉ុន្តែយើងត្រូវទៅសេវិន័យហ្នឹងទី1ទី2ទី3ឲ្យបិទនៅជញ្ជាំងបាទបិទនៅកន្លែងដែលគាត់ចេញចូលឃើញរាល់ថ្ងៃហ្នឹងយើងបិទនៅកន្លែងនោះឯងដើម្បីឲ្យគាត់អាចចងចាំបាននោះគឺជាអ្វីដែលយើងគួរធ្វើដែរបាទដូចកូនខ្ញុំខ្លះនិយាយរាល់ថ្ងៃគាត់អត់ចាំទេអញ្ចឹងខ្ញុំទៅសេជាលាយអក្សរមកហើយខ្ញុំបិទនៅជញ្ជាំងកន្លែងមុខបន្ទប់គាត់ដែលគាត់ចេញចូលទៅគាត់អាចឃើញបានអញ្ចឹងគាត់ចាំបានណាបាទទី2គឺយើងត្រូវប្រាប់គាត់ឬក៏បង្រៀនគាត់រាល់ថ្ងៃដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងមានន័យថាកូនខ្លះត្រូវទៀមទីឲ្យយើងត្រូវនិយាយរាល់ថ្ងៃបង្រៀនគាត់រាល់ថ្ងៃដូចកូនខ្ញុំខ្លះកូនខ្ញុំមួយដែលងើបឡើងមកហ្នឹងខ្ញុំប្រាប់គាត់រាល់ថ្ងៃថាត្រូវកាន់របស់បោះផ្ទះស្អែកឡើងគាត់ភ្លេចទៀតហើយអញ្ចឹងខ្ញុំប្រាប់គាត់ទៀតហើយកាន់របស់បោះផ្ទះមុនយើងធ្វើអីយើងត្រូវកាន់របស់បោះផ្ទះអញ្ចឹងប្រាប់គាត់រហូតតទៅជាទម្លាប់គេហៅទៅជាទម្លាប់ដល់ពេលគាត់ងើបឡើងគាត់ដឹងថាអូអញភ្លេចអីមួយអញ្ចឹងគាត់កាន់របស់មកបោះហើយអញ្ចឹងមានថាបង្រៀនគាត់រាល់ថ្ងៃប្រាប់គាត់រាល់ថ្ងៃបាទចំណុចទី2ចំណុចទី3នោះគឺដើម្បីឲ្យកូនយើងមានការចងចាំវិធីសាស្ត្រមួយទៀតនោះគឺយើងឲ្យរង្វាន់គាត់ឬក៏យើងនាំឲ្យគាត់មានដំណើរកំសាន្តអ្វីមួយបាទហ្នឹងក៏ជាចំណុចសំខាន់មួយដែរមានន័យថាបើកូនឯងចាំអានេះឲ្យធ្វើអានេះឲ្យបានល្អរាល់ថ្ងៃចាំប៉ានាំកូនឯងទៅលេងកន្លែងនេះមួយកន្លែងនោះមួយឬក៏ឲ្យរង្វាន់នាំទៅទិញនេះនាំទៅទិញនោះឬក៏ឲ្យរង្វាន់អីមួយអញ្ចឹងធ្វើឲ្យគាត់មានការចងចាំបានល្អដែរនេះជាវិធីសាស្ត្រដែលខ្ញុំបានធ្វើកន្លងមកដែរបាទហើយចំណុចទី4ចំណុចចុងក្រោយនោះគឺពេលខ្លះក៏យើងត្រូវប្រើរំពាត់ដែរដែលខ្ញុំបានជម្រាបមុននឹងដែរ
ហើយនៅក្នុងព្រះគម្ពីរសុភាសិតចំពោះ13ខ24ក៏បាននិយាយអំពីការទាំងអស់នោះដែរអ្នកណាដែលមិនសូវប្រើរំពាត់នោះឈ្មោះថាស្អប់កូនតែអ្នកណាដែលស្រឡាញ់កូនវិញនោះឧស្សាហ៍វាយផ្ចាលវាការប្រើរំពាត់នោះមិនមែនដូចអាណាព្យាបាលឪពុកម្ដាយខ្លះគាត់វាយកូនលេងសិតតែបំណងតែគល់អស់នោះទេមិនមែនអញ្ចឹងទេការប្រើរំពាត់ត្រង់ចំណុចនេះឪពុកម្ដាយខ្ញុំជីដូនជីតាខ្ញុំដែលធ្លាប់ប្រើគឺគាត់ប្រើមេកទួតទូចមួយទេមេកទួតឬក៏រំពាត់ឆ្មាទូចទេដែលវាយយើងទៅឈឺប៉ុន្តែมันមានគ្រោះថ្នាក់ដល់ជីវិតដល់រាងកាយយើងទេធ្វើឲ្យយើងមានការចងចាំអញ្ចឹងនោះគឺជាកត្តាទី4ដែលយើងគួរធ្វើដើម្បីឲ្យកូនយើងមានការចងចាំបានល្អដែរបាទតកតងចំណុចត្រង់នេះខ្ញុំចាប់អារម្មណ៍មួយវិន័យណាលោកគ្រូបាទវិន័យគឺជាចំណុចមួយដែលសំខាន់ដែលលោកគ្រូបានលើកឡើងក្នុងការជួយឲ្យពួកគាត់ចងចាំវិន័យហ្នឹងបែបយ៉ាងម៉េចដែរលោកគ្រូយើងដាក់តាមអ្វីដែលគាត់ធ្លាប់ធ្វើខុសហើយឬក៏ជាការដាស់តឿនគាត់យ៉ាងម៉េចឲ្យគាត់ថាអាចទទួលយកបានណាលោកគ្រូវិន័យបែបម៉េចដែរតាមបាទតាមពិតវិន័យมันធ្ងន់នេះសម្រាប់ក្មេងៗបើយើងដាក់វិន័យធ្ងន់ធ្ងរពេកដូចទៅហ៊ានដូចអីអត់កើតទេវិន័យហ្នឹងចង់និយាយថាឧទាហរណ៍ថាឥឡូវដូចខ្ញុំថាឥឡូវម៉ោង7ត្រូវជួបគ្នាថ្វាយបង្គំព្រះអានព្រះគម្ពីរវិន័យណាអញ្ចឹងដល់ម៉ោងហ្នឹងចាំបើគាត់អត់ឃើញចុះមកទេអញ្ចឹងវិន័យរបស់ខ្ញុំគឺតែកូនឯងហួសត្រឹម5នាទីទៅ10នាទីប៉ាឡើងឲ្យចូលបន្ទប់ហើយអញ្ចឹងត្រូវដោះស្រាយខ្លួនឯងត្រូវអធិដ្ឋានខ្លួនឯងត្រូវថ្វាយបង្គំខ្លួនឯងអានពីខ្លួនឯងអញ្ចឹងវិន័យយើងធ្វើឲ្យគាត់ទម្លាប់អូតែអញមកយឺតអញ្ចឹងអញអត់បានចូលរួមថ្វាយបង្គំមួយគេទេវិន័យយើងដាក់វិន័យគាត់អញ្ចឹងយើងប្រាប់គាត់អញ្ចឹងវិន័យនោះដែលធ្វើឲ្យគាត់ថាអូឲ្យតែយឺតគាត់លែងបានអញ្ចឹងអត់ផុតបើគាត់ត្រូវមកឲ្យបានមុនឬក៏ត្រៀមខ្លួនគេហៅត្រៀមខ្លួនឲ្យបានមុនដើម្បីមកអង្គុយចាំយើងឬក៏គាត់មកគាត់ធ្វើបទចម្រៀងដើម្បីថ្វាយបង្គំព្រះនោះឯងបាទអរគុណច្រើនលោកគ្រូនេះជាចំណុចបន្ថែមទៀតបាទគឺតងជាមួយនឹងវិន័យជាផ្នែកមួយជួយឲ្យគាត់ចងចាំដែរប៉ុន្តែក៏គាត់ថាមិនមែនជ្រួសបាទលឹះបាទអ្វីដែលគាត់អាចទទួលបានទេកម្រិតមកល្មមដែលគាត់អាចទទួលបានហើយជាការមួយដែលដាស់តឿនគាត់ឲ្យគាត់នឹកចាំបាទតកតងជាមួយនឹងអ្វីដែលឪពុកម្ដាយអាណាព្យាបាលបានជួយបាទទៅកាន់គាត់ឥឡូវនេះឃើញថាប្រិមិត្តរបស់យើងដូចជាបានចូលរួមហើយលោកគ្រូយើងស្វាគមន៍ទៅកាន់ប្រិមិត្តខាង096តែម្ដងបាទគ្រូសា FM សូមជម្រាបសួរគ្រូសា FM សូមជម្រាបសួរវិធីកព្រមទាំងលោកគ្រូវាគ្មិនជាទីស្រឡាញ់បាទជម្រាបសួរបាទទៅកាន់លោកពូជាទីស្រឡាញ់ដូចគ្នាអរគុណណាស់លោកពូបានឆ្លៀតចូលរួមជាមួយនឹងកម្មវិធីនៅថ្ងៃនេះអញ្ចឹងលោកពូមានជាបទពិសោធន៍យោបល់យ៉ាងណាឬក៏មានជាសំណួរបន្ថែមអាចចូលរួមជាមួយនឹងកម្មវិធីរបស់យើងបានសូមជើញខ្លីៗលោកពូបាទអរគុណណាស់ខ្ញុំមានបទពិសោធន៍ដែលដូចថាមានបទពិសោធន៍ឲ្យមើលពីបទពិសោធន៍ទៅមានបទពិសោធន៍ឲ្យមើលរបៀបមនុស្សដូចគ្រូតាខ្ញុំវាដូចថាបែបមកគាត់ដែរក៏3-4ចំនួនដែរហ្នឹងហើយមនុស្សក្មេងពីដើមពី70ឆ្នាំមុនពី60ឆ្នាំមុនមនុស្សច្រើនក្មេងវត្តដល់ពី50ឆ្នាំឥឡូវនេះបើមកចូលឥឡូវមនុស្សច្រើនអាយុ50មកក្រោមច្រើនក្មេងចលាតែបើតាមមើលទៅក្មេងវត្តស្រួលបដៅដែលអ្នកដែលមានធម៌ស្រួលបដៅដល់ក្មេងចលាអត់ធម៌វាពិបាកបដៅគឺគូតាយើងបដៅឲ្យធ្វើល្អវាបដៅឲ្យធ្វើល្អវាអត់ធ្វើបានដល់អត់បដៅឲ្យធ្វើល្អអាត្រង់អត់ណាបង្រៀនមកវាធ្វើបានតែយើងមើលប្រកាសក្មេងវត្តវាដូចស្រួលបដៅវិញហើយដល់ក្មេងចលាវាពិបាកបដៅអញ្ចឹងមកសំណួរចង់សួរថាក្មេងដែលមានធម៌រៀនធម៌ហើយបានស្រួលបដៅជាងក្មេងដែលអត់ធម៌អាហ្នឹងមកអីហ្នឹងបាទអាហ្នឹងចង់ដឹងទៅតាមមកពីអីបាទអរគុណណាស់ខ្ញុំមានប៉ុណ្ណឹងបងអង្គទានពរលាគ្រូបាទអរគុណច្រើនបាទលោកពូបានចូលរួមជាមួយនឹងកម្មវិធីរបស់យើងដែរបាទជាចំណុចដែលល្អមួយដែរណាលោកគ្រូបាទមិនមែនជាទូទៅទាំងអស់ទេប៉ុន្តែក៏ឃើញថាខ្លះក៏បានល្អអញ្ចឹងទៅបាទខ្លះក៏រៀងពិបាកអីចឹងទៅតាមជាក់ស្ដែងដែលឃើញនៅក្នុងសង្គមរបស់យើងដែរជាតកតមួយលោកគ្រូវិញបាទយល់ឃើញយ៉ាងណាដែរចំណុចដែលលោកពូបានលើកឡើងបាទសូមជើញលោកគ្រូបាទអរគុណដល់លោកពូកចាត់បាទតាមស្ដាប់លេងគាត់បាទអញ្
ចឹងខ្ញុំធ្លាប់ជួបគាត់ច្រើនដងដែរនៅក្នុងកម្មវិធីបាទតាមពិតដោយលោកពូបានមានប្រសាសន៍មុននឹងអញ្ចឹងតាក់ទងជាមួយនឹងក្មេងដែលមានធម៌និងក្មេងដែលមិនមានធម៌ហេតុអីបានជាមួយពិបាកបដៅមួយស្រួលបដៅអីចឹងទៅបាទហើយតាមពិតសំបីដែលនៅក្នុងព្រះគម្ពីរក៏បាននិយាយអំពីការទាំងអស់នោះដែរថាក្មេងដែលគាត់គោរពកោតខ្លាចព្រះជាអង្គម្ចាស់ឬក៏សាសនាផ្សេងដែលគេបានលើកយកមកហ្នឹងយើងដឹងហើយថាសាសនាគឺមិនដែលនាំឲ្យមនុស្សអាក្រក់ទេនាំឲ្យតែការធ្វើល្អហើយធ្វើបុណ្យធ្វើទាននោះឯងបាទប៉ុន្តែសម្រាប់អ្នកដែលអត់មានគេហៅថាសាសនាហ្នឹងហើយដែលខ្មែរយើងមានពាក្យមួយហៅថាថ្មិលហើយអ្នកដែលថ្មិលហ្នឹងអ្នកដែលមិនមានសាសនាអ្នកដែលមិនមានព្រះមិនមានធម៌ហ្នឹងដែលលោកពូកច័ន្ទលោកបានមានប្រសាសន៍មិញហ្នឹងគឺត្រឹមត្រូវហើយមានថាគាត់សាហាវមានចិត្តសាហាវហើយមិនចង់ទទួលការអប់រំការព្រានម្ដៅការចងចាំអ្វីទេប៉ុន្តែបើសិនជាក្មេងនោះទទួលការអប់រំបានល្អហើយជាពិសេសគឺព្រះធម៌មិនថាព្រះធម៌ណាមិនថាព្រះធម៌ណាទេគឺគាត់នឹងទទួលបានការបដៅការចងចាំការដែលគាត់ប្រព្រឹត្តនឹងគឺបានល្អណាស់អានឹងគឺជាហេតុផលមួយដែលជាក់ស្ដែងដែលយើងមើលឃើញកន្លងមកហើយនៅក្នុងព្រះគម្ពីរលោកបាននិយាយឲ្យថាបើសិនជាយើងមិនបានបដៅកូនយើងឲ្យដើរតាមព្រះបន្ទូលរបស់ព្រះអង្គទេមនុស្សនឹងធ្វើឲ្យមានបញ្ហាច្រើនណាស់អញ្ចឹងហើយបានជានៅក្នុងហើយភាសារបស់ខ្ញុំទម្លាប់របស់ខ្ញុំមួយគឺនៅវេលាម៉ោង7ដល់ម៉ោង8ហ្នឹងគឺខ្ញុំនាំកូនខ្ញុំឲ្យចេះអានព្រះគម្ពីរឲ្យចេះថ្វាយបង្គំឲ្យចេះបកស្រាយបទគម្ពីរថាបទគម្ពីរហ្នឹងមានអត្ថន័យយ៉ាងម៉េចជាមួយនឹងជីវិតរបស់កូនអញ្ចឹងគាត់ដឹងថាអូយូរគាត់ដឹងថាអូណែព្រះបន្ទូលហ្នឹងចង់មានអត្ថន័យចេះសម្រាប់កូនកុំឲ្យកូនហ្នឹងធ្វើអញ្ចេះឃើញទេអញ្ចឹងស្រួលបដៅហ៎ប៉ុន្តែបើសិនជាមនុស្សដែលអត់មានធម៌មានអាហ្នឹងមានព្រះបន្ទូលក្នុងខ្លួនទេអូពិបាកណាស់អានោះគឺជាអ្វីដែលចាក់ស្ដែងតែម្ដងបាទជាមួយទាំងនេះចង់សួរលោកគ្រូបន្ថែមដែរកុមារខ្លះក្មេងខ្លះតាក់ទងជាមួយចំណុចល្អគាត់អត់សូវចាំវិញប៉ុន្តែចំណុចដែលមិនល្អគាត់ចាំលឿនអាហ្នឹងជាកត្តាមូលហេតុដែរលោកគ្រូបាទតាមពិតបើយើងនិយាយត្រង់ចំណុចនេះជាការពិតសូម្បីតែលោកពលក៏លោកបាននិយាយដែរថាការដែលល្អពិបាកធ្វើប៉ុន្តែការដែលអាក្រក់ហ្នឹងធ្លោយធ្វើជារឿយព្រោះហេតុអីការដែលប្រមូលទៅធ្វើការដែលมันល្អហ្នឹងងាយអាការដែលធ្វើល្អពិបាកយើងឧទាហរណ៍ថាគាត់ថាឲ្យគាត់ធ្វើការបោសជូតផ្ទះយ៉ាងឧទាហរណ៍យ៉ាងមួយចុះបាទហើយគាត់ធ្វើអាហ្នឹងហត់ឃើញទេគាត់ហត់ណាចំណាយពេលឡើង1ម៉ោងពេលខ្លះបានបោសផ្ទះរួចជូតផ្ទះស្អាតដល់ពេលយើងសាកបបួលគាត់ទៅកុំធ្វើមកឯងនាំគ្នាទៅលួចរបស់គេវិញហើយលួចហ្នឹងមិនមែនយូរណាគ្រាន់តែលូកដៃទៅយករបស់គេមកបន្តិចហ្នឹងហើយបានមកហើយអាហ្នឹងគាត់ថាអាហ្នឹងស្រួលអញ្ចឹងគាត់ងាយនឹងធ្វើណាអានោះឲ្យបានជាយើងនិយាយទៅដែរមិញថាមនុស្សដែលមិនមានការព្រានបដៅមិនមានធម៌មានមានព្រះបន្ទូលក្នុងខ្លួនទេងាយនឹងធ្វើការអាក្រក់ណាស់ប៉ុន្តែការដែលល្អបែរជាមិនអាចធ្វើទៅវិញប៉ុន្តែបើមនុស្សដែលមានព្រះមានព្រះបន្ទូលនៅក្នុងខ្លួនមានធម៌មាននៅក្នុងខ្លួនហ្នឹងគាត់ពិបាកនៅពេលដែលគាត់លូកដៃទៅធ្វើការអាក្រក់ឬក៏លូកដៃទៅលួចរបស់គេហ្នឹងព្រះបន្ទូលនោះដាស់តឿនគាត់ថាកូនឯងធ្វើខុសហើយឃើញអត់អញ្ចឹងការចងចាំនៅក្នុងគំនិតរបស់គាត់ហ្នឹងបើស្រែកប្រាប់គាត់ព្រាមថាខុសហើយអាហ្នឹងរបស់គេតាឃើញអត់បាទនេះអាចជាកត្តាតាក់ទងជាមួយនឹងកង្វះខ្វះខាតរបស់អាណាព្យាបាលដែរទេលោកគ្រូដើម្បីគេហៅថាពេលដែលគាត់ឃើញចំណុចដែលមិនល្អហ្នឹងគឺចាប់ដើមចាប់លឿនណាលោកគ្រូឬក៏យ៉ាងម៉េចដែរលោកគ្រូត្រង់នេះឬក៏អាចកត្តាពីមិត្តភ័ក្តិឬក៏សង្គមខាងក្រៅទាញគាត់ច្រើនឬក៏យ៉ាងណាដែរបាទដើម្បីឲ្យគាត់អាចចងចាំចំណុចដែលមិនល្អហ្នឹងច្រើនទៅវិញលោកគ្រូកត្តាមានទាំងពីរបាទតាមពិតបើសិនជាយើងនិយាយត្រង់ចំណុចនេះទាំងកត្តាឪពុកម្ដាយក៏ជាកត្តាមួយពេលខ្លះដោយសារឪពុកម្ដាយគាត់ស្ដីឲ្យគាត់ថាឲ្យគាត់ខ្លាំងខ្លាពេកធ្វើឲ្យគាត់នឹងបាក់ទឹកចិត្តហើយធ្វើឲ្យគាត់មិនងាយនឹងធ្វើការល្អបែរទៅធ្វើការអាក្រក់ទៅវិញអាហ្នឹងមួយប៉ុន្តែកត្តាមួយទៀតតាក់ទងជាមួយនឹងសង្គមបរិយាកាសខាងក្រៅដែរដែលខ្ញុំនិយាយថាភាពជាក់ស្ដែងខ្ញុំប្រើពាក្យជាក់ស្ដែងហ្នឹងគឺនៅក្នុងហ្នឹងមានទាំងពីរទាំងកត្តាឪពុកម្ដាយផងទាំងកត្តាសង្គមជាតិដែលយើងកំពុងមើលឃើញនឹងផងមានន័យថាបើសង្គមជាតិយើងបើអ្នកចិត្តខាងយើងបរិយាកាសជុំវិញខ្លួនយើងណាប្រព្រឹត្តការហ្នឹងរាល់ថ្ងៃឲ្យគាត់ឃើញយូរឆាប់គាត់នឹងឃើញមិនថានៅកន្លែងណានៅត្រង់ចំណុចណាទេខ្ញុំឃើញដូចជា
នៅតំបន់មួយដែលគាត់អត់ចេះជក់បរិយសោះក្មេងហ្នឹងតែបើគាត់ទៅឃើញនៅជំវិញគាត់ពូដែលនៅជំវិញគាត់មៀងមីងនៅជំវិញគាត់ចេះលេងល្បែងចេះផឹកស៊ីចេះជក់បរិយស្រាប់បន្តិចទៅស្រាប់តែឃើញកូនហ្នឹងយកអាកតុយបរិយដែលគេបោះចោលហ្នឹងយកមកជក់ហើយគាត់ខ្ញុំសួរគាត់ថាហេតុអីបានឡើងធ្វើអញ្ចឹងវាចង់សាកដោយសារវាឃើញវាថាបរិយាកាសដែលផ្ដល់ឲ្យវាហ្នឹងគឺអញ្ចឹងហើយវាចងចាំដល់ចងចាំឲ្យធ្វើឲ្យគាត់ហ្នឹងធ្វើឲ្យមានបញ្ហាការអាក្រក់មិនធ្វើការល្អមិនធ្វើទៅធ្វើការអាក្រក់នោះទៅវិញបាទអរគុណលោកគ្រូបានចូលរួមយ៉ាងក្បោះក្បាយបន្ថែមបាទបកស្រាយទៅកាន់លោកពូច័ន្ទក៏ដូចជាប្រិមិត្តរបស់យើងដែលបានចូលរួមជាមួយនឹងកម្មវិធីដែរសង្ឃឹមថាលោកពូនឹងទទួលបាននៅការលើកទឹកចិត្តបន្ថែមទៀតឬក៏ប្រិមិត្តរបស់យើងផ្សេងទៀតមានអីបន្ថែមចង់ចូលរួមមានជាសំណួរនោះក៏អាចត្រៀមចូលរួមបន្តទៀតយើងអាចស្វាគមន៍បានជាមួយនឹងកម្មវិធីរបស់យើងហើយអរគុណណាស់ទៅដល់ប្រិមិត្តដូចជាបានចូលរួមខមមិនបន្តទៀតដែរប៉ុន្តែដូចជាអត់ទាន់មានសំណួរនៅឡើយអរគុណទៅដល់ប្រិមិត្តឈ្មោះជាពៅអរគុណទៅដល់ប្រិមិត្តឈ្មោះថាសវណ្ណារីហើយអរគុណទៅដល់ប្រិមិត្តឈ្មោះថាតារាអាដាមដែរក៏បានខមមិនថាប្រធានបទល្អគួរឲ្យចាប់អារម្មណ៍នឹងការបកស្រាយបានច្បាស់ហើយយល់សូមអរគុណបាទទៅដល់លោកគ្រូបាទសូមព្រះប្រទានពរទៅដល់លោកគ្រូព្រមទាំងក្រុមគ្រួសារបាទអរគុណច្រើនហើយគាត់ក៏បានចូលរួមខមមិនបន្តថាអរគុណទៅដល់វិទ្យុគ្រួសារផងដែរដែលបានបង្កើតកម្មវិធីនេះឡើងសូមព្រះប្រទានពរអរគុណច្រើនដូចគ្នាសូមព្រះអង្គប្រទានពរដូចគ្នាសម្រាប់ការគ្រប់គ្រងបាទតាមដានបាទយ៉ាងអត់ធ្មត់បាទជាមួយនឹងកម្មវិធីរបស់យើងនៅថ្ងៃនេះហើយបើសិនជាមានសំណួរនោះក៏អាចចូលរួមបានបាទលោកគ្រូនឹងត្រៀមដើម្បីចែករំលែកនៅបទពិសោធន៍មួយចំនួនបាទទៅកាន់ប្រិមត្តរបស់យើងអរគុណច្រើនលោកគ្រូខ្ញុំក៏ចង់ដឹងបន្ថែមទៀតដែរតាក់ទងជាមួយនឹងផលប៉ះពាល់វិញបាទតាក់ទងជាមួយនឹងអាណាព្យាបាលឬក៏ឪពុកម្ដាយមួយចំនួនដែលគាត់អត់សូវជាគិតគូរចម្បងណាការបង្រៀនគាត់ឲ្យចងចាំបានល្អទេថាតើបើសិនជាឪពុកម្ដាយធ្វើប្រហែសចំណុចទាំងអស់នេះមិនផ្ដោតសំខាន់ទេអាចមានផលវិបាកយ៉ាងម៉េចដែរទៅកាន់គាត់ផ្ទាល់ក៏ដូចជាក្រុមគ្រួសារណាលោកគ្រូបាទចំណុចនេះសំខាន់នៅពេលដែលយើងប្រហែសឬក៏យើងអត់បានបង្រៀនកូនយើងឲ្យបានដិតដល់នៅអ្វីដែលគាត់នៅពីក្មេងហើយរហូតដល់ពេលគាត់ចាស់គាត់នឹងមានបញ្ហាច្រើនណាស់ហើយក្មេងៗទាំងអស់នោះគាត់នឹងយកទម្លាប់ដែលគាត់ធ្វើពីក្មេងពីអ្វីដែលពុកម្ដាយពីជីដូនជីតាពីអាណាព្យាបាលឬក៏មីងគាត់ហ្នឹងដែលនៅជុំវិញហ្នឹងគាត់យកមកអនុវត្តជាមួយនឹងអ្នកដទៃហើយខ្ញុំបានជម្រាបជូនកាលពីដំបូងរួចហើយថាក្មេងនៅពេលដែលយើងស្ដីឲ្យវាចងចាំនៅពេលដែលយើងថាឲ្យវាចងចាំប៉ុន្តែវាអត់ហ៊ានធ្វើទេនៅមុខយើងហើយដល់ពេលនៅក្រោយយើងវាធ្វើជាមួយប្អូនវាធ្វើជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហើយកន្លែងផ្សេងទៀតខ្ញុំឃើញច្រើនណាស់មានន័យថាអញ្ចឹងហើយបានជាកត្តានេះដែលធ្វើឲ្យអ្វីជាឥទ្ធិពលទៅដល់ជីវិតរបស់គាត់មានន័យថានៅពេលដែលយើងអត់នៅកូននោះនឹងធ្វើបាបអូនរបស់គាត់ហើយក្មេងនោះវាយកទៅបញ្ចេញកំហឹងជាមួយនឹងមិត្តភ័ក្តិរបស់គាត់នៅសាលាអាហ្នឹងដែលធ្វើឲ្យមានបញ្ហាជាច្រើនហើយកន្លែងកត្តាទាំងអស់នេះដែលយើងត្រូវតែប្រយ័ត្នមានន័យថានៅពេលដែលយើងធ្វើអ្វីមួយពេលខ្លះយើងគិតថាកូនយើងមិនដោះណាក់ហ្នឹងទេប៉ុន្តែដល់ពេលស្រាប់ដល់ពេលចាស់បន្តិចទៅក្មេងហ្នឹងខ្លាចជាក្មេងហើយក្មេងជើងកាងណាដើរវាយគេវាយឯងនឹងមុខយើងអត់ហ៊ានធ្វើប៉ុន្តែទៅធ្វើនៅក្រោយដែលស្អីទទួលឥទ្ធិពលពីយើងបង្រៀនគាត់ទៅគាត់ចងចាំហើយគាត់យកទៅធ្វើកន្លែងដទៃទៀតប៉ុន្តែបើយើងបង្រៀនគាត់ឲ្យសុជីវធម៌ឲ្យល្អខ្ញុំនៅត្រង់ចំណុចខ្ញុំនឹកឃើញកូនខ្ញុំមួយដែលអង្ការខ្ញុំយកគាត់ទៅរៀននៅសាលាមួយដែលខ្ញុំមិនចេញឈ្មោះទេបាទកូនខ្ញុំនៅក្នុងក្រុមគ្រួសារខ្ញុំអត់ដែរជេរកូនខ្ញុំអានេះអានោះអាមីមឹងអីទេហើយដល់ពេលគាត់ទៅរៀននៅក្នុងសាលាហ្នឹងស្រាប់តែមិត្តភ័ក្តិគាត់ចេញមកវានៅក្នុងក្រុមគ្រួសារមួយដែលជេរឪពុកម្ដាយជេរគ្នាណាព្រោះគ្នាទាត់ធាក់ដណ្ដើមរបស់គេអញ្ចឹងទៅស្រាប់តែវាមកជេរកូនខ្ញុំស្អីអញ្ចឹងចុះខ្ញុំមិននិយាយពាក្យហ្នឹងវាអាក្រក់ស្ដាប់ពេកហើយកូនខ្ញុំវាគាត់អត់ចេះស្ដាប់អាភាសាហ្នឹងគាត់យកអាពាក្យហ្នឹងមកប្រាប់ខ្ញុំវិញពេលខ្ញុំទៅយកគាត់ណាដល់ម៉ោងចេញពីរៀនហ្នឹងខ្ញុំទៅយកគាត់ថាបាទហឹកមិញមិត្តភ័ក្តិខ្ញុំនិយាយឲ្យខ្ញុំពាក្យនេះអាហ្នឹងមានន័យថាម៉េចហើយខ្ញុំចាប់ដើមមានអារម្មណ៍ថាអូអត់កើតទេចុងអញ្ចឹងខ្ញុំក៏រៀនខ្ញុំទុកកូនខ្ញុំបានប្រហែលជាប្រហែលមួយឆ្នាំក្រោយខ្ញុំក៏បដូរសាលាហ្នឹងមក
សាលាគ្រីស្ទៀនយើងតែសាលាគ្រីស្ទៀនយើងគេបង្រៀនគេមានរបៀបរបបក្នុងការបង្រៀនអត់មានការជេរគ្នាមានអីអញ្ចឹងទៅធ្វើឲ្យកូនយើងមានទម្លាប់ល្អរហូតសពថ្ងៃមានន័យថាគាត់អត់ចេះជេរគេផ្ដេសផ្ដាស់ពាក្យអានោះហើយដែរអ្វីដែលយើងចង់ពិភាក្សាគ្នាក្នុងពេលហ្នឹងនោះបាទអរគុណលោកគ្រូឃើញថាពេលវេលារបស់យើងក៏គៀកណាស់ហើយជាពេលវេលាដែលត្រូវជំរាបលាពីបាទប្រិមត្តរបស់យើងនៅថ្ងៃនេះដូច្នេះលោកគ្រូមានអីជាសារផ្ដាំផ្ញើឬក៏មានអីចង់ចែករំលែកបន្ថែមទៀតទាក់ទងជាមួយនឹងបទពិសោធន៍ដែលលោកគ្រូបានឆ្លងកាត់ហើយធ្វើទៅគឺទទួលបានជោគជ័យយ៉ាងណានោះគ្រូអាចចូលរួមជាចុងក្រោយតែម្ដងបាទសូមជ័យលោកគ្រូបាទជាចុងក្រោយបាទសូមអរគុណដល់វិទ្យុគ្រួសារដល់ចន្ទថានិងប្រិយមិត្តទាំងអស់ដែលបានតាមដាននៅក្នុងការស្ដាប់នៅប្រធានបទថ្ងៃនេះប្រធានបទនេះនៅតែខ្ញុំនៅតែនិយាយថាសំខាន់សម្រាប់យើងជាអាណាព្យាបាលជាពុកម្ដាយព្រោះការបង្ហាត់កូនយើងឲ្យមានការចងចាំនោះគឺជាការល្អណាស់ហើយបើយើងមិនបង្ហាត់បង្រៀនគាត់ឲ្យមានការចងចាំទេធ្វើឲ្យគាត់មានបញ្ហាច្រើនណាស់ទៅថ្ងៃខាងមុខហើយអ្វីដែលយើងគួរធ្វើនោះគឺ4ចំណុចសំខាន់ដែលខ្ញុំបានលើកយកមកខាងលើដែលខ្ញុំបានជម្រាបជូននោះគឺមានវិន័យមានការបង្រៀនគាត់ប្រាប់គាត់ដដែលមានឲ្យរង្វាន់ឬក៏មានដំណើរកម្សាន្តផ្សេងហ្នឹងពេលខ្លះក៏យើងត្រូវប្រើរំពាត់ដល់កូនយើងដែរនោះគឺជាចំណុចដែលយើងគួរធ្វើសម្រាប់កូនយើងឲ្យមានទម្លាប់ល្អឲ្យមានការចងចាំល្អទៅថ្ងៃមុខទៀតហើយនៅក្នុងព្រះគម្ពីរសុភាសិតចំពុក22ខ6បានដាក់តួនាទីសំខាន់ណាស់សម្រាប់យើងជាពុកម្ដាយជាអាណាព្យាបាលនោះគឺថាព្រះអង្គឲ្យមានប្រាប់បន្ទូលមកកាន់យើងថាចូលបង្ហាត់កូនក្មេងឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះរហូតដល់ចាស់នោះគឺជាតួនាទីដែលព្រះអង្គមានសម្រាប់យើងដែលជាពុកម្ដាយជាអាណាព្យាបាលហ្នឹងត្រូវតែមានសម្រាប់កូនរបស់យើងត្រូវបង្ហាត់បង្រៀនកូនយើងឲ្យចងចាំឲ្យប្រព្រឹត្តនៅផ្លូវដែលល្អមិនមែនផ្លូវដែលមិនល្អទេហើយធ្វើឲ្យកូនហ្នឹងប្រព្រឹត្តរហូតដល់វាចាស់រហូតដល់ខ្ញុំនិយាយខ្ញុំនិយាយដដែលសម្រាប់ខ្លួនខ្ញុំផ្ទាល់គឺខ្ញុំរាល់ថ្ងៃហ្នឹងខ្ញុំនៅចាំរហូតមកដល់សប្តាហ៍ថ្ងៃ30-40ឆ្នាំហើយខ្ញុំនៅតែចាំអំពីការដែលពុកម្ដាយជីដូនជីតាខ្ញុំបង្ហាត់បង្រៀនអាការល្អៗនោះឯងបាទសូមព្រះប្រទានពរបាទអរគុណបាទអរគុណណាស់អរគុណជាចុងក្រោយពិតជាអរគុណមែនទែនទៅដល់វត្តមានរបស់លោកគ្រូសំអឿនវិសាលដែលបានចំណាយពេលវេលារយៈពេលពេញ1ម៉ោងតែម្ដងក្នុងការចូលរួមចែករំលែកនៅបទពិសោធន៍ល្អៗតាក់ទងជាមួយនឹងប្រធានបទរបស់យើងហើយក៏អរគុណទៅដល់ប្រិមិត្តដែលបានចំណាយពេលក្នុងការចូលរួមតាមដានស្ដាប់បានខលចូលរួមហើយក៏បានចូលរួមទស្សនាដែរចំពោះប្រិមិត្តដែលកំពុងតែមើលការ live ហើយក៏បានចូលរួម comment ចែករំលែកជាមួយនឹងកម្មវិធីរបស់យើងនៅថ្ងៃនេះហើយសូមឲ្យព្រះអង្គបានគង់នៅជាមួយនឹងប្រិមិត្តជាពិសេសនៅថ្ងៃចុងសប្តាហ៍បាទសូមព្រះអង្គប្រទានពរតាមរយៈការធ្វើដំណើរទៅចិត្តទីឆ្ងាយរមណីយដ្ឋាននានាឬក៏បាទធ្វើដំណើរទៅបម្រើព្រះអង្គតាមក្រុមជំនុំនីមួយៗឬក៏ទៅក្រុមជំនុំនោះសូមព្រះអង្គបានការពាររាល់សុវត្ថិភាពទាំងទៅទាំងមកផងដែរអរគុណច្រើនដោយសារតែពេលវេលារបស់យើងបានមកដល់ហើយដូច្នេះកម្មវិធីសុវត្ថិភាពកូនយើងសន្យាជួបជាមួយនឹងប្រិមិត្តនៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលខណៈពេលនេះវត្តមានខ្ញុំបាទចន្ទថារួមជាមួយនឹងលោកគ្រូសំអឿនវិសាលសូមអរគុណសូមព្រះប្រទានពរចង់លើកស្ទួយកម្ពុជាណាណាណា